សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបនៃការបង្កើតចម្រៀងតាម AI Music តាម Zono ដំបូងយើងចូលមកក្នុងចូលមកក្នុង Google មកបន្ទាប់មកយើង search យកពាក្យ ChatGPT បន្ទាប់ពីឆាតមកយើងចុចចូលមកចុចចូលទៅមកដល់ហើយហ្នឹងអ្នកនរគ្នាទៅសេឲ្យ AI មានថា we generate បទចម្រៀងដែលយើងចង់បានមានថា generate ជា from ដើម្បីយកទៅដាក់ចូលក្នុង website របស់ Zono AI ដោយសារខ្ញុំធ្លាប់ generate ហើយអញ្ចឹងបទចម្រៀងនៅហ្នឹងគឺខ្ញុំទៅសេមាន from ឲ្យអស់ខ្ញុំគ្រាន់តែ copy វាយកទៅដាក់ជាការស្រេចអញ្ចឹងបើសិនអ្នកនរគ្នាអត់ទាន់ទេអ្នកនរគ្នាអាចទៅសេនៅក្នុងយើងអាចទៅសេជាអក្សរខ្មែរក៏បានយើងដាក់ថាជួយឲ្យអីចឹងទៅវាសេឲ្យឥឡូវបន្ទាប់មកយើងចូលមក Zono AI សិនបន្ទាប់មកយើងចុចមក select ហើយទៅយើងចុចលើហ្នឹងមកចុចហ្នឹងមកដោយសារសេវានឹងយើង slow អញ្ចឹងវាយើងដើរយឺតមែនទេយើងចុចយកកន្លែងរូបចម្រៀងកន្លែង create យើងចុចចូលកន្លែង create មក slow មែនទេសេវាបន្ទាប់មកយើងចុចចូលមកកន្លែងហ្នឹងមកនេះកន្លែងហ្នឹងវាមានច្រើន option កន្លែងខាង lyric នេះកន្លែងដាក់ចម្រៀងកន្លែង style យើងចង់បាន style អីយើងដាក់នឹងមកជា pop ឬក៏ជាអីចឹងជា acoustic អីចឹងយើងអាចទៅសេកន្លែងបានកន្លែងហ្នឹងបានវាមាន lyric មាន style កន្លែងហ្នឹងកន្លែង more option តោះមកយើងចូលមកកន្លែងហ្នឹងចូលមកលេខ ChatGPT នេះអានេះចម្រៀងដែលយើងធ្វើឲ្យមានថា from ដែលខ្ញុំសេឲ្យចឹងយើងចូលមកស្អីហ្នឹងនេះកន្លែង sing title មានថាចំណងជើងដែលយើងដាក់បទនឹងឈ្មោះអីចឹងទៅនេះបទរបស់ខ្ញុំវាមានហើយខ្ញុំ save from ឲ្យឈ្មោះអីនេះខ្ញុំដល់ពេលហើយខ្ញុំ copy បទចម្រៀងនឹងមកដាក់ copy បទនេះចូលកន្លែង more option អ្នកខាងលើវា mail វានឹងចង់ឲ្យយើងអ្នកជាងនឹងប្រុសឬក៏ស្រីអញ្ចឹងកន្លែងហ្នឹងយើងអត់មានដាក់ច្រើនទេយើងចង់ឲ្យមានប្រុសឬក៏ស្រីយើងទៅយើងដាក់តែប៉ុណ្្នឹងមកកន្លែង style មានថាយើងចង់ឲ្យបទចម្រៀងយើងជាប្រភេទអីជា pop ឬក៏ជាអីចឹងបើសម្រាប់ខ្ញុំដាក់ចូលចិត្តបទ slow បែប pop មានថាបទបែបរៀង set អីចឹងតែបែប style ជា pop ដល់ពេលបន្តមកខ្ញុំមក copy អា from ដែលខ្ញុំបានឲ្យ AI វា generate ឲ្យបទចម្រៀងរបស់យើងទាំងអស់ហើយបើខ្ញុំ copy មកចូលកន្លែង lyric ហើយខ្ញុំផាសវាបញ្ចូលហ្នឹងមកបន្ទាប់ពីខ្ញុំផាសហើយរួចឲ្យអស់ហើយខ្ញុំក៏ចុចកន្លែង create មានថាឲ្យវា generate បទចម្រៀងនឹងឲ្យយើងបន្ទាប់មកវាក៏បានកំពុងដើរដោយសារនៅនឹង server យ៉ាង slow តោះមកវា generate ឲ្យយើងឯងមិនកំពុងដើរវល់អញ្ចឹងចាំវាខ្ទង់បន្តិចពេលវាដើរចប់សលេងដែលវា generate ឲ្យយើងគឺវាបានហើយបទចម្រៀងដែលយើងចង់បានសម្រាប់ខ្ញុំចូលចិត្តបទបែបជា slow pop អញ្ចឹងបើសិនអ្នកនរគ្នាចង់បានជាបទ rock acoustic អីចឹងនេះតាមនឹងទៅយើងអាចវាឲ្យ generate បទជាបែបណាក៏បានហើយយើងចុចខាងលើម្ដងមានថាវាពេលវា generate ឲ្យយើងគឺវាបានពីបទនេះខាងលើម្ដងអញ្ចឹងវាបាន generate ឲ្យយើងបាន generate
ចឹងបើសិនអ្នកនរគ្នាចង់បានបទចម្រៀងហ្នឹងចុច download ចុច MP3 audio មកគឺវាបាន download ដល់យើងអញ្ចឹងពេលដែលវា download ហ្នឹងយើងចុច click តែយើងអាច save វាបានបើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូនេះសូមអ្នកនរគ្នាជួយចុច subscribe ដើម្បីឲ្យដាក់រូបបណ្ដឹងដើម្បីទទួលបានវីដេអូបន្តពីខ្ញុំបានហើយបើសិនអ្នកនរគ្នាចង់ដឹងព័ត៌មានអីអ្នកនរគ្នាអាច comment នៅវីដេអូខាងក្រោមខ្ញុំនឹងចែកម្លែកទៅអ្នកនរគ្នា